Hello អ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតតាំងពី2025នៅខែ10ពេលនោះដូចជាតដាលេងនៅកពតនៅពេលខ្ញុំអត់ទៅសក់ទេគឺខ្ញុំទៅលេងកពត1មេខ្ញុំទៅលេងកពតទៅព្រោះយើងអត់មានអស់លុយហងខ្ញុំទៅលេងកពតរយៈពេល2ថ្ងៃមួយយប់2ថ្ងៃហ្នឹងគឺខ្ញុំចាយអស់ទៅ20រៀលហ្នឹងគឺខ្ញុំចាយទៅទិញអីវ៉ាន់តិចតួចសម្រាប់ខ្លួនឯងទេហើយនេះគឺជាសកម្មភាពដែលយើងធ្វើដំណើរទៅលេងកពតហើយពេលនោះគឺបានចូលអត់ធូរកន្លែងលោកយាយម៉ៅចូលលេងភ្នំលោកយាយម៉ៅអីដែរតែអត់បានថតទេដោយសារតែពេលនោះគឺមនុស្សច្រើនពេកចង់អត់ហ៊ានបញ្ចេញទូរស័ព្ទថតទេព្រោះមនុស្សឡើងណែនព្រោះយើងក៏ទៅគេក៏ទៅអញ្ចឹងវាស្ទះហើយមនុស្សច្រើនខ្ញុំអត់ហ៊ានដកទូរស័ព្ទអីថតបែបដែរញ៉ៃទេអញ្ចឹងគ្រាន់តែចូលទៅអត់ធុកអត់អីហើយគឺធ្វើដំណើរបន្តហើយនេះគឺសកម្មភាពដែលមកដល់ផ្ទះដែលយើងបានកក់សម្រាប់គេងយប់នឹងនេះចាប់ដើមនោះនេះរៀបខ្លួនហើយថ្ងៃនេះជាកតុបដែលខ្ញុំគេងជាមួយកូនម៉ាប់យប់នឹងហើយមើលទេសភាពជុំវិញអូឡើងត្រជាក់ភ្នែកហ្មងឡើងស្អាតយកទៅមែនតែនហ្មងថ្ងៃនេះមេឃយើងស្ទុំតិចដោយសារតែមេឃចាប់ដើមមកលឹមចាប់ដើមធ្លាក់ភ្លៀងតិចតិចតែវាអត់ភ្លៀងខ្លាំងហើយមកត្រជាក់ល្មមហើយពេលម្ដងកន្លែងនេះគឺយើងចាប់ដើមប្រមូលគ្នាដើម្បីទៅរកកន្លែងជិះម៉ូតូកង់3យើងចាប់ដើមទៅដល់ទៅកន្លែងជិះម៉ូតូកង់3ហើយមើលកូនម៉ាប់ខ្ញុំអូចេញជំរងកូនម៉ាប់ខ្ញុំហើយនេះយើងចេញមកក្រៅដើម្បីរកតុកដើម្បីជិះទៅកន្លែងជិះម៉ូតូហើយនេះគឺមិនមែននៅខាងក្រៅណានៅភូមិដូចមកជួភូមិដែរអញ្ចឹងហើយផ្លូវពិបាកហើយយើងជិះឡានតាកាទេអញ្ចឹងយើងត្រូវកង់3 2ព្រោះគ្នាយើង10នាក់ដែរអញ្ចឹងកង់3 2ចែកគ្នាជា2ក្រុមមួយក្រុមជិះកង់3មួយផ្សេងមួយក្រុមទៀតជិះកង់3មួយផ្សេងបានជិះគ្រាន់អញ្ចឹងហើយនេះធ្វើដំណើរតាមផ្លូវហើយខ្ញុំទៅជាងគេចាប់ខ្ញុំអង្គុយលើកផ្លូវគាត់លើកផ្លូវអាម៉ាប់បជាតិគ្នាមកកង់3ហ្នឹង5 6នាក់ទៅកង់សើចស្វាយមកហើយកូនម៉ាប់ខ្ញុំមកមានទួជាងគេគ្នាអង្គុយឡើងត្បៀតអាណិតហើយជិះតាមផ្លូវសោយស្បាយរហូតហើយបើផ្លូវគេបាញ់និយាយដូចបែកនំគ្រូខ្ញុំចង់ធ្លាក់ទៅកង់3ម្ដងនោះខ្ញុំតោងឡើងជាប់ហើយបើអ៊ីវិញក៏តោងខ្ញុំឡើងជាប់ព្រោះអីគាត់ខ្លាចខ្ញុំអុកក្បាលណាតបខាងលើហើយធ្វើដំណើរតាមផ្លូវឥឡូវបានម្ដងហើយម៉ូតូកង់4ច្រឡំម៉ូតូកង់3គឺម្ដងហើយម៉ូតូកង់4ហើយចាប់ដើមនាំគ្នារកផ្លូវចុះខ្ញុំមិនរកផ្លូវចុះចង់ឃើញតើតកង់គេជួយបើកទ្វារឲ្យបានរកផ្លូវចុះឃើញហើយដល់ពេលបានម្ដងហើយគឺនៅត្រូវនៅចាំកង់3មួយទៀតមួយក្រុមទៀតគឺគាត់អត់តន់ម្ដងគាត់នៅក្រោយអញ្ចឹងយើងត្រូវនៅចាំគ្នាឲ្យជុំគ្នាហើយដល់ពេលជុំគ្នាហើយម៉ូតូកង់4ហ្នឹងគឺអត់គ្រប់គ្នាជីព្រោះយើងត្រូវការ5ហើយវានៅសល់ប្រហែលម៉ូតូហើយប្រហែលម៉ូតូទៀតគឺខូចជាតិកើតអញ្ចឹងយើងត្រូវចាំអ្នកដែលទៅលេងមុនយើងហ្នឹងចាំយកមកវិញគេលាងសម្អាតហើយគេឲ្យយើងជីបន្តអញ្ចឹងគេទៅយកថ្មី2ទៀតប្រគ្រប់អញ្ចឹងដោយសារពេលហ្នឹងខ្វះច្រើនដែរហើយដល់វគ្គរៀនជិះម៉ូតូកង់4ដោយសារមួយក្រុមហ្នឹងគឺគ្មានណាគេដើរជិះទេអត់ដែរជីទាំងអស់គ្នាអញ្ចឹងមកសាក់លបងហើយក្បាលវាឡើងរឹងហើយជីមកនេះចាប់តាមចេញមកដល់កំពង់មូត្រេនហើយចង់ចូលបេះត្រេនមកខ្លែបញ៉ាំដែរតែចូលអត់កើតព្រោះនឹងថ្មហើយនេះជីថតសកម្មភាពជុំវិញនឹងអូយគ្នាខ្ញុំពេលនោះនេះ3ម៉ូតូឡាន2មេស្រីមេប្រុសខ្ញុំគឺគាត់ជិះឡានហើយនឹងកូនគាត់ទាំងពីរហ្នឹងគឺគាត់ជិះឡានអញ្ចឹងហើយខ្ញុំហើយហៀហើយអ៊ីហ្នឹងគឺគាត់ជិះម៉ូតូ3ម្នាក់មួយហើយដែលបងអីដែលពាក់អាវលេខ11ជិះនៅមុខហ្នឹងគឺជាកាយគាត់ជាកាយដែលនាំផ្លូវយើងទៅលេងកន្លែងជិះម៉ូតូកង់4អីចឹងហើយគាត់មើលដែរគាត់មើលតាមផ្លូវហើយគាត់ឲ្យជិះជួឲ្យមានលំដាប់ដោយសារតែយើងជិះផ្លូវធំនេះវាយូរដែរទៅដល់កន្លែងលេងហើយវីដេអូនេះក៏ខ្ញុំចេះថតទៅដោយសារតែខ្ញុំស្នាមវីដេអូឲ្យទុកជាអនុស្សាវរីយ៍សម្រាប់2025អញ្ចឹងព្រោះអីឆ្នាំហ្នឹងគឺខ្ញុំជួបគ្នាដែរតែនេះខ្ញុំថតតែសកម្មភាពសប្បាយទេហើយសប្បាយត្រឹមខែ10ហ្នឹងដែលខ្ញុំមានស្នាមញ៉ាំច្រើនហើយនេះធ្វើដំណើរមកដល់កន្លែងនេះគឺមកជួកន្លែងសេះសមុទ្រគេបាញ់ទឹកតែចៃនោះនេះខ្ញុំជិះអត់កាត់នោះទេព្រោះខ្ញុំជិះកាត់មកគឺហួរបាត់ហើយហួរហើយខ្ញុំអត់បានថតទៀតអញ្ចឹងស្ដាយមែនតើទៅលេងដងកពតអត់បានថតទៅហ្នឹងបាទជិះមកត្រង់រហូតមករកផ្លូវហើយត្រង់ជាចង់ឃើញមកកន្លែងជិះម៉ូតូកង់4សម្រាប់ជិះម៉ូតូកង់4អញ្ចឹងហើយមើលសកម្មភាពដើរទៅខ្ញុំមិនដឹងជាពីណាទៅណាទេព្រោះអីរៀងវល់ហើយវីដេអូអស់ហ្នឹងគឺវាយូរខែឆ្នាំហើយនេះគឺដៃខាងស្ដាំរបស់ខ្ញុំគឺជាអ្នកឌុបរបស់ខ្ញុំហើយនេះប្រុសក្មេងមួយស្រីចាស់អូយអត់មានស្រីក្មេងជិះជាមួយមានស្រីចាស់ហើយធ្វើមុខឡើងសង្ហាហ្មងហើយគ្នាខ្ញុំបង5ម៉ូតូនៅខាងក្រោយខ្ញុំមុខគេអូយខ្ញុំស្ដាច់សេហ្វីបាញ់និយាយរឿងសេហ្វីមួយម៉ាស្ដាច់សេហ្វីហើយម្ដងនេះខ្ញុំថតលេងទៅក៏ជួបបងទេសចរក៏2នាក់ហ្នឹងជនជាតិបរទេស2នាក់គាត់ឃើញវីដេអូឃើញខ្ញុំទាញទូរស័ព្ទថតគាត់ say hello ខ្ញុំក៏ hello ដាក់វិញទៅហើយពេលនោះស្ទះមែនស្ទះរហូតតំណទៅដល់កន្លែងលេងស្ទះយកទៅមែនតែព្រោះយើងជិះផ្លូវធំមកទៅដល់កន្លែងជិះលេងហ្នឹងគឺរៀងឆ្ងាយដែរហើយស្ទះរហូតនេះឥឡូវស្ទះទៀតហើយខ្ញុំអត់ស្ទះខ្ញុំទាញកាមេរ៉ាថតហើយដល់ពេលទៅចាប់ផ្ដើមធ្វើដំណើរទៅមុខតិចទៀតទៅគឺយើងចាប់ផ្ដើមចូលផ្លូវភូមិដែលយើងអាចលេងអាចកាច់កង់បានអញ្ចឹងយើងអត់សូវភ័យខ្លាចនេះចាប់ផ្ដើមចូលផ្លូវក្នុងតិចហើយបន្តហើយធ្វើដំណើរគឺខ្ញុំថតរហូតថតយកតែមែនតែនត្មងហ្នឹងឲ្យតែថាថតបានគឺខ្ញុំឆ្លៀតថតប្រហើយម្ដងនេះគឺចាប់ដើមចូលផ្លូវដែលយើងលេងហើយហៀចាយគាត់កវីយកចាយដល់សេកហើយខ្ញុំអត់ហ៊ានឲ្យមកកវីព្រោះខ្ញុំខ្លាចបត់កចូលព្រៃខ្ញុំបត់កចូលមួយសាខ្ញុំរៀងប្រហើយអាចក្បាលម៉ូតូវាដាំដងចូលព្រៃធ្លាក់ទឹកឲ្យពីអ្នកអាម៉ាប់ប៊ីងាប់ប៊ីហួរហ
ហើយទៅពេលមើលសកម្មភាពតាមផ្លូវទេសភាពតាមផ្លូវអូយស្អាតស្អាតខ្ញុំភ្នំហើយព្រៃតែព្រៃអត់មានព្រៃគួរឲ្យខ្លាចអញ្ចឹងណាដោយសារមានឡានម៉ូតូមានអ្នកស្រុកអ្នកភូមិគាត់ជិះទៅមកមួយដែរមានគេទៅលេងដែរអញ្ចឹងណាហើយក៏មើលជើងខ្ញុំអស់និយាយបណ្ដោយត្រូវមានខ្ញយលាកខ្លីទៅទៀតអូមិនបាច់និយាយដូចកវីត្រាំផុកទៀតហើយមើលផ្លូវដូចបាយនំគ្រូហើយអត់ហ៊ានកាច់កង់ជិះឡើងត្រង់ឆ្កឹងប្រយឡើងហឹងដៃអញ្ចឹងមកដោយសារមុននោះគឺធ្លាក់បត់កចូលព្រៃហើយខ្ញុំស្ដាយខ្ញុំអត់បានថតអាពេលខ្ញុំបត់កចូលព្រៃនឹងទេព្រោះអត់ឡើងទៅភ័យឥឡូវនៅខ្ញយកូនមកខ្ញុំមុខនឹងស្អីដោយសារតែធ្លាក់ចូលព្រៃហើយអញ្ចឹងអត់ហ៊ានប្រហែលឲ្យប្រឹងទប់ហើយអាក្បាលម៉ូតូខ្ញុំវាថាហឹងក្បាលជាងក្បាលខ្ញុំទៀតហើយដល់ពេលយើងជិះទៅគឺគេស្ដៅទៅភ្នំឲ្យយើងចូលថតលេងអញ្ចឹងថតលេងនឹងភ្នំកន្លែងនោះគឺមានទឹកជ្រោះមានអីហើយងាកមកដល់ហើយគឺស្អាតមែនតើឡើងទៅជែកភ្នែកហ្មងហើយសំខាន់ណាស់គឺមានកន្លែងឲ្យគេងទីគាត់ថាយើងអត់បានកក់នៅនឹងទេអញ្ចឹងយើងគាត់បានចូលលេងហើយយើងចូលញ៉ាំអីផឹកអីតិចតួចយើងថត selfie អីមួយឆ្អែតទៅហើយគឺយើងទៅវិញហើយនេះចាប់ដើមបកមកវិញគឺយប់ប្រហើយចេញមកវិញដូចខ្ទង់ម៉ោង6កន្លះ7ហើយចង្ហែអាម៉ូតូខ្ញុំនេះវាអត់មានភ្លើងហើយខាងក្រោយគឺគេមានភ្លើងហើយខ្ញុំអត់មានភ្លើងអញ្ចឹងខ្ញុំចាំឲ្យអ្នកក្រោយហ្នឹងជួយប្រចាំងភ្លើងហើយខ្ញុំមិនប្រចាំងភ្លើងទូរស័ព្ទបដាដែរហើយអូយមិនថតនឹង voice លេងហ្មងហើយមកខ្ញុំអានចឹងហើយខ្ញុំនៅឆ្លៀតថតទៀតហើយភាសាខ្លួនណាខ្ញុំថតច្រើនអាវីដេអូតែខ្ញុំដាក់បានបញ្ចូលបានប៉ុណ្្នឹងទេព្រោះខ្ញុំហត់ខ្ញុំមិនដឹងបញ្ចូលលេងស្អីខ្លះទេបើគ្មានសាច់ការអីផងគាត់វីដេអូនេះជាអនុស្សាវរីយ៍កាល2025អីចឹងហើយនេះគ្នាខ្ញុំគូមកខ្សែខាងក្រោយទៀតតែថតអត់អស់ទេដោយសារតែវាងឹតហើយនៅមកល្វែងមុខទៀតដោយសារពេលទៅតែក្រុមខ្ញុំទីតែមកវិញមានក្រុមគេអីបែកវងគេចូលមួយក្រុមយើងដើម្បីយកម៉ូតូយកអីយកបន្ទុកអញ្ចឹងណាហើយសម្រាប់វីដេអូនេះគ្មាន sponsor គ្មានស្អីទេគឺថតលេង voice លេងហ៊ាន voice លេងអីចឹងអានេះដល់បំងផ្លែតរៀនខ្ញុំគុំថាខ្ញុំចូលបេះហើយតែខ្ញុំបេះមិនកើតវាទូចពេកចុះវាទូចជាងមានខ្ញុំពេកអញ្ចឹងខ្ញុំបេះមិនកើតដល់បេះមកអូស៊ីមិនកើតទៀតយ៉ាប់ហ្មងអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេអរគុណបាយបាយ